បរមម្នាក់នេះអ្នកគ្នាអ្វីធ្វើគាត់សប្បាយចិត្តគឺជាការសម្លាប់នោះហើយគាត់មានឈ្មោះថា Ivan Milan ដែលរស់ក្នុងប្រទេសអូស្ត្រាលីថាគាត់នេះមិនណយទេអ្នកគ្នាគាត់បានប្រព្រឹត្តបទល្មើសជាច្រើនបើពន្ធនាគារវិញគាត់ចេញចូលពីផ្ទះគាត់ចឹងនៅក្នុងជីវិតពេញវ័យរបស់គាត់នោះគាត់មានកណិតមួយគាត់គិតថាអូបើសិនជាអញសម្លាប់មនុស្សប្រហែលជាសប្បាយមើលទៅថ្ងៃមួយ Ivan គាត់មានអាយុ26ឆ្នាំហ្នឹងគាត់បានបើកឡានចេញឆ្ងាយពីទីក្រុងដើម្បីពោះទៅភ្នំបាងកាឡូគាត់បានឃើញស្ត្រីពីរនាក់ដែលចាំសុំរួមកណ្ដាលជាមួយគាត់ហ្នឹងគាត់ក៏បានឈប់ឡានព្យាយាមនិយាយខ្សែសងជាមួយនារីពីរនាក់ហ្នឹងឲ្យឡើងឡានជាមួយគាត់ប៉ុន្តែស្ត្រីពីរនាក់ហ្នឹងក្នុងចំណោមពីរនាក់ហ្នឹងគឺមានម្នាក់ដែលមិនសូវពេញចិត្ត Ivan សោះវាធ្វើឲ្យ Ivan ហ្នឹងខឹងក៏បានដកកបិតចេញមកគំរាមនារីពីរនាក់ហ្នឹងហើយព្រមទាំងរំលោភនារីម្នាក់ក្នុងចំណោមពីរនាក់ហ្នឹងប៉ុន្តែអ្វីជាសំណាហ្នឹងគឺគាត់អាចបានសម្លាប់នាងភ្លាមទេបន្ទាប់ពីរំលោភនារីពីរនាក់ក្នុងចំណោមម្នាក់ហ្នឹងហើយគាត់ក៏បានដឹកនាងទៅកន្លែងការ៉ាសាមួយកន្លែងហើយជាការធ្វើរហែរបស់គាត់ទុកនារីពីរនាក់ហ្នឹងនៅក្នុងឡានហើយក៏គាត់បានចេញទៅចាក់សាំងទៅអ្វីដែលសំខាន់ហ្នឹងនារីពីរនាក់ហ្នឹងក៏បានរត់ខ្លួនគេចចេញពីលើឡានហ្នឹងទៅរាយការណ៍ប្រាប់ប៉ូលីសហើយ Ivan ក៏ត្រូវបានចាប់ខ្លួនតែថ្ងៃឡើងតុលាការមកម្ដងហ្នឹងមិនដឹងជាតុលាការសម្រេចចិត្តមិនបានឲ្យ Ivan ហ្នឹងរត់ខ្លួនពីករណីនេះវាចេះតែមានមកអ្នកគ្នា17ឆ្នាំក្រោយហ្នឹង Ivan មានអាយុ45ឆ្នាំគាត់ក៏បានសម្រេចចិត្តថាគាត់នឹងសម្រេចគោលបំណងរបស់គាត់សម្រាប់មនុស្សឲ្យតទៅបានក៏រងការរបស់គាត់គឺដដែលអ្នកគ្នាគាត់បានជិះឡានទៅកាន់ព្រៃបាងកាឡូហ្នឹងហើយក៏ប្រទះឃើញគូស្នេហ៍មួយគូវ័យ19ឆ្នាំសូមរួមដំណើរតាមផ្លូវជាមួយគាត់ហើយ Ivan ក៏គាត់និយាយសួស្ដីទៅកាន់គូស្នេហ៍ទាំងពីរហ្នឹងដែរគាត់និយាយថាកដេមែនអាហ្នឹងជាពាក្យមួយនៅក្នុងអូស្ត្រាលីដល់ពេលគេជួបគ្នាពេលនិយាយគ្នាអញ្ចឹងទៅហើយក៏បបោពីរនាក់ហ្នឹងឡើងឡានគាត់ក៏ព្រមទៀតដល់ពេលដែលឡើងឡានទៅហ្នឹង Ivan ក៏បាត់បកកំបត់គំរាមសម្រាប់គូស្នេហ៍ទាំងគូហ្នឹងពេលហ្នឹងគាត់បានមកខំបរោះម្នាក់និងស្ត្រីម្នាក់តែគូស្នេហ៍ទាំងពីរហ្នឹងចូលទៅក្នុងព្រៃហើយក៏បានដកកំបិតចាក់សម្លាប់បរោះជាគូស្នេហ៍របស់ស្ត្រីហ្នឹងជាច្រើនកំបិតរហូតដល់ស្លាប់បន្ទាប់មកបានស្ទុះទៅចាក់នារីនោះជាច្រើនកំបិតហើយវីនាងតតែស្លាប់បីសប្តាហ៍ក្រោយមកទៀត Ivan បានឃើញបរោះម្នាក់នៅតាមផ្លូវជាជនជាតិអង់គ្លេសមានឈ្មោះថា O'Neill ហើយក៏បបួលឡានដូចមុនអញ្ចឹងខណៈពេលដែល Ivan បើកឡានចូលក្នុងព្រៃបាងកាឡូហ្នឹង O'Neill មានអារម្មណ៍ដូចអត់សូវស្រួលទេគាត់មានអារម្មណ៍ថាអាប៉ែហ្នឹងដូចនិយាយប្លែកភ្លាមហ្នឹង Ivan ក៏ឈប់ឡានដកកំភ្លើងជុំទៅ O'Neill តែម្ដងហើយ O'Neill ក៏គាត់បានស្ទុះលោតចេញពីលើឡានដើម្បីរត់គេចចេញ Ivan ក៏គាត់បានដេញតាមទៅបាញ់ O'Neill ដែរប៉ុន្តែគាត់ថា O'Neill គាត់លះគាត់រត់គេចខ្លួនទៅទាន់អញ្ចឹង